បាទសួស្តីបងប្អូនអរគ្នាសម័យនេះកាហ្វេគឺពេញនិយមទាំងមិនថានៅទីក្រុងជនបទឬក៏តាមផ្សារតាមអីនានាគឺពេញនិយមខ្លាំងមែនទែនហើយអ្នកខ្លះចំណាយសម្រាប់កាហ្វេមួយពែងគឺអាចស្មើនឹងម្ហូបសម្រាប់អ្នកជនសាមញ្ញរហូតដល់មួយថ្ងៃបាទអញ្ចឹងដោយឡែកការផឹកកាហ្វេក៏មានអត្ថប្រយោជន៍ហើយនិងផលប៉ះពាល់ផងដែរប្រសិនបើយើងផឹកត្រូវមានផ្ដល់ផលប្រយោជន៍ដល់សុខភាពប៉ុន្តែបើផឹកខុសវិញគឺប្រឈមនឹងជំងឺច្រើនមុខបាទអញ្ចឹងថ្ងៃនេះខ្ញុំមានអត្ថបទមួយស្រាវជ្រាវពីប្រភពច្រើនដែរដែលនិយាយដូចគ្នាមនុស្សស្ទើរតែគ្រប់គ្នាទៅហើយនៅពេលក្រោកពីដំណេកភ្លាមស្រមៃនឹកឃើញកាហ្វេមុនគេហើយប្រសិនបើមិនបានកាហ្វេចូលក្នុងពោះនោះការងារអ្វីក៏ធ្វើមិនស្រណុកនោះដែរប៉ុន្តែចំពោះអ្នកដទៃផ្សេងទៀតប៉ះកាហ្វេមិនបាននោះទេនៅពេលប៉ះម្ដងណាក៏ញ័រសពពេញខ្លួនប្រាណហើយក៏មានករណីបេះដូងលោតញាប់ទៀតផងនៅក្នុងនោះដែរយើងឃើញមានគេនិយាយតគ្នាថាកុំផឹកកាហ្វេញឹកញាប់ពេកពីព្រោះកាហ្វេធ្វើឲ្យប៉ះពាល់ដល់បេះដូងតើកាហ្វេពិតជាបង្កផលប៉ះពាល់ដល់បេះដូងមែនឬទេបើយោងទៅតាមប្រភព OSF Healthcare បានចុះផ្សាយថាជនជាតិអាមេរិកប្រមាណ 62% ផឹកកាហ្វេជារៀងរាល់ថ្ងៃនៅក្នុងនោះដែរកាហ្វេសម្បូរទៅដោយសារធាតុចិញ្ចឹមល្អដែលជាអត្ថប្រយោជន៍សម្រាប់រាងកាយបើយោងទៅតាមប្រភពមហាវិទ្យាល័យជំងឺបេះដូងអាមេរិកបានបញ្ជាក់ឲ្យដឹងយ៉ាងដូចនេះថាការផឹកកាហ្វេ2ទៅ3ពែងក្នុងមួយថ្ងៃអាចរក្សាបេះដូងរបស់អ្នកឲ្យមានសុខភាពល្អបាទបងប្អូនកន្លែងនេះខ្ញុំសូមមានយមបន្តិចតាមពិតមិនមែនតែអាមេរិកទេមិនមែនតែប្រជាជនអាមេរិកសប្តាហ៍នេះខ្មែរយើងក៏ដូចគ្នាដែរបើតាមទីមកាហ្វេអីតាមម៉ោង4ម៉ោង5ភ្លឺហ្នឹងគឺបងប្អូនពូប្អូនអីទៅពេញហើយប្រោកប្រាជជែកគ្នាអីហ្នឹងណាហើយអ្នកធ្វើការក៏ដូចគ្នាដែរគឺមុននឹងចូលធ្វើការត្រូវការកាហ្វេមួយកែវសិនបានធ្វើការទៅវាអត់ធ្លាក់ភ្នែកបាទមិនតែប៉ុណ្ណោះទេលោកវិជ្ជបណ្ឌិតសត្វហៀម៉ង់គីឯកទេសជំងឺបេះដូងបាននិយាយថាអ្វីដែលលោករកឃើញនោះគឺការផឹកកាហ្វេ2ទៅ3ពេកក្នុងមួយថ្ងៃមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកគ្រប់គ្នានោះទេផ្ទុយទៅវិញអ្នកដែលចូលចិត្តផឹកកាហ្វេនឹងទទួលបាននូវភាពប្រសើរឡើងនៃសុខភាពសរសៃឈាមបេះដូងគួរជម្រាបថាភាពប្រសើរឡើងនៃសរសៃឈាមបេះដូងត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យទាបចំពោះជំងឺរួមមានការវិវត្តនៃជំងឺសរសៃឈាមបេះដូងជំងឺខ្សោយបេះដូងនិងបញ្ហាឈឺបាទសូមម្ដងទៀតគួរជម្រាបថាភាពប្រសើរឡើងនៃសរសៃឈាមបេះដូងត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យទាបចំពោះជំងឺរួមមានការវិវត្តនៃជំងឺសរសៃឈាមបេះដូងជំងឺខ្សោយបេះដូងនិងបញ្ហាលើចង្វាក់បេះដូងជាដើមប្រសិនបើអ្នកផឹកកាហ្វេមួយថ្ងៃមួយពែងសុខភាពរបស់អ្នកល្អប្រសើរហើយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលក៏មានកម្រិតទាបចំពោះអ្នកដែលផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃឥទ្ធិពលនៃជាតិកាហ្វេអ៊ីនចំពោះសុខភាពទូទៅជាការពិតណាស់ជាតិកាហ្វេអ៊ីនបង្កើនចង្វាក់បេះដូងនិងសម្ពាធឈាមហើយនៅពេលអ្នកផឹកច្រើនពេកវាអាចបណ្ដាលឲ្យមានអាការៈដូចជាការថប់អារម្មណ៍គេងមិនលក់ឈឺក្បាលរលាកក្រពះនិងចង្វាក់បេះដូងដើរមិនទៀងទាត់វិជ្ជបណ្ឌិតសត្វហៀម៉ង់គីបានណែនាំថាអ្នកគ្រប់គ្នាគួរតែផឹកកាហ្វេប្រមាណ400មីលីលីត្រនៅក្នុងមួយថ្ងៃស្មើនឹងកាហ្វេ4ពែងកម្រិតនេះវាជាកម្រិតអតិបរមានៃកាហ្វេអ៊ីនដែលអ្នក
ទទួលទានកាហ្វេក្នុងមួយថ្ងៃកាហ្វេក៏អាចបង្កឲ្យអ្នកមានជំងឺបានដែរប្រសិនបើអ្នកផឹកកាហ្វេបន្ថែមស្ករច្រើនដើម្បីកាត់បន្ថយជាតិល្វីងការបន្ថែមស្ករនេះអាចបណ្ដាលឲ្យអ្នកឡើងទម្ងន់កើតជំងឺទឹកនោមផ្អែមនិងការកើនឡើងកម្រិតជាតិស្ករក្នុងឈាមដែលអាចឲ្យកើតជំងឺបេះដូងនិងបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗបាទក្នុងនឹងខ្ញុំក៏បានស្រាវជ្រាវនៅក្នុងសួរទៅ AI ដែរថាតើយើងគួរផឹកកាហ្វេនៅពេលណាទៅល្អដល់សុខភាពហើយក៏គេហត្ថពលផ្សេងៗនិយាយដូចគ្នាដែរថាយើងគួរផឹកកាហ្វេនៅក្រោយបាយក្រោយអាហារពេលព្រឹកពី30ទៅ60នាទីបានន័យថាពីកន្លះម៉ោងទៅ1ម៉ោងយើងហូបអាហារពេលព្រឹកហើយចាំយើងផឹកកាហ្វេហើយម៉ោងពេលវេលាល្អនោះគួរប្រហែលជាពីម៉ោង9កន្លះទៅដល់ម៉ោង11កន្លះអញ្ចឹងបើសិនជាបងប្អូនហូបកាហ្វេនៅពេលយើងពុះទទេវាបណ្ដាលឲ្យមានបញ្ហាផ្សេងៗដោយបានលើកឡើងខាងលើអញ្ចឹងបាទហើយណាមួយបើដូចខ្ញុំអីតែហ៊ានផឹកកាហ្វេមុនអាហារពេលព្រឹកគឺមិនថាពេលព្រឹកទេរហូតដល់ពេលថ្ងៃត្រង់ទៀតគឺអត់ឃ្លានទេអញ្ចឹងយើងអត់មានអាហារនៅក្នុងពោះទេវាធ្វើឲ្យខ្សោយអីចឹងណាបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដានស្ដាប់និងទស្សនានៅអត្ថប្រយោជន៍នៃការផឹកកាហ្វេបាទអរគុណ